ព្រលឹមស្រាងស្រាងទឹកសន្សើមមិនទាន់ស្ងួតពូកំសានហៅពូទួកត្រៀមខ្លួនចេញដំណើរភូមិដីភ្លើងរលាំងគ្រិលសំរងតងស្រុកកំណើមកចាស់ចាស់ឈ្មោះទៅមុខមិនដែលរអ៊ូថាយូបំបនស៊ីឡូគីឡូពីផ្ទះទៅដល់កន្លែងតួផ្លូវឆ្ងាយយ៉ាងណាក៏ពូមិនដែលខ្លាចរឯងកាត់ផ្លូវជាតិលេខឡានធំក៏ស្ទះខែងរែងដល់ចំចៅកាត់ធូលីឈ្មោះទៅទួស្វាយព្រៃអូពូទួកជាកំពូលនាងតស៊ូមួយថ្ងៃ3គីឡូទៅមកដើម្បីគ្រួសារខ្យល់ភ្លៀងក្តៅរងាមិនដែលលះបង់ចោលការងារតំណក់យើងពូហូជាកម្លាំងចិត្តមិនអាចកាត់ថ្លៃជានិមិត្តរូបនៃភាពអំណត់លើដងផ្លូវរាល់ថ្ងៃជានិមិត្តរូបភាពអំណត់លើដងផ្លូវរាល់ថ្ងៃពេលល្ងាចទន់ទាបព្រះអាទិត្យរៀបលិចបាត់ទៅពូតលុបក្រោយវិញតាមដងផ្លូវដ៏សែនឆ្ងាយហត់នឿយយ៉ាងណាក៏សង្ឃឹមដល់ជួបកូនចៅជីវិតអ្នកតស៊ូបដូរញើសឈាមដើម្បីនាគតពូកំសានពូទួអ្នកតស៊ូភូមិដីភ្លើងគំរូនៃភាពអំណត់នៅក្នុងបេះដូងក្មួយរឿងរ៉ាវពូនៅតែបន្តលើវិថីជីវិតពិត